សូមអ្នកប្រឆាំងបើសិនជាជនជាតិខ្មែរពិតប្រាកដត្រូវយល់អំពីសេចក្តីថ្លៃថ្នូររបស់ខ្មែរយល់អំពីផលប្រយោជន៍ខ្មែរប៉ុន្តែភាគច្រើនប្រជាជនកម្ពុជាលើសលប់ដែលទុកចិត្តលើរាជរដ្ឋាភិបាលមិនធ្វើមិនបានទេព្រោះវាជាសេចក្តីសម្រេចចិត្តនៃសមាជសភានិងព្រឹទ្ធសភាដែលជាអង្គការកំពូលមួយដែលតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវធ្វើរឿងនេះប៉ុន្តែគេទាមទារថាសូមឲ្យមានអាការបោះត្រារបស់កាឡាបញ្ជីស្អីយកមកបង្ហាញអត់បានទេនៅក្នុងនេះមានឯកសារប៉ុន្តែខ្ញុំអត់ជូនអស់លោកឬណារាមើលបានទេក្រៅតែពីមេដឹកនាំហើយមេដឹកនាំក៏មានកម្រិតទៀតយើងខ្លាចបែកធ្លាយនៅឯកសារនោះដែលតុលាការថាយើងជាកូនក្មេងហើយអាចនឹងមិនចាត់ការសំណុំរឿងយើងថែមទៀតណារឿងប៉ុណ្ណឹងមិនមែនបានសង្កេតថាអ្វីក៏សិតតែតុលាការទទួលទេយើងត្រូវមានឯកសារមាននីតិវិធីមានស្អីតម្រូវតាមផ្លូវតុលាការសូម្បីតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏មិនមែនអ្វីសិតតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំទេបើអញ្ចឹងក្រុមប្រឹក្សាសន្តិសុខគិតតែកោះប្រជុំអារឿងតូចក៏កោះអារឿងធំក៏កោះកម្ពុជាបានទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ2011ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនមែនអ្វីក៏គេសិតកោះអញ្ចឹងខ្ញុំសូមជម្រាបទៅក្រុមអ្នកប្រឆាំងដែលមិនស្គាល់ផ្លូវច្បាប់សូមរៀនសូត្រអំពីច្បាប់